សំឡេងគ្រោះរបស់ម៉ាស៊ីន V8 ដ៏អស្ចារ្យនេះគឺអាចបញ្ឆេះជួបដោយគ្រូអន្តរតែម្ដងហើយវាថែមទាំងអាចដាក់លេខ0បានហ្វ្រាំងក៏នៅដំណើរការហើយជង្គត់ក៏នៅអាចបង្វិលបានដែរនេះមិនមែនជាកំណត់ដែលឥតចាយទេនេះគឺរថយន្ត Lamborghini ដែលអាចបើកបរបានពេលនេះគេអាចរុនវាចូលទៅក្នុងយានដ្ឋានបានហើយប៉ុន្តែកង់ឡានមិនស្ដាប់បង្គាប់សោះមួយទៅឆ្វេងមួយទៅស្ដាំម៉ែត្ររកកន្លែងដាក់ដងតម្លៃមិនឃើញនៅទីបំផុតគេសម្រេចចិត្តប្រើក្តាររអោរុនវាចូលទោះបីជាដំណើរការមានការលំបាកខ្លះក៏ដោយក៏នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះតើរថយន្ត Lamborghini Urus នៃខូចខាតនេះអាចជួសជុលឲ្យដូចដើមវិញបានដែរទេការប្រឈមពុតប្រកបគឺនៅខាងមុខឯណោះពេលនេះរថយន្ត Lamborghini Urus ត្រូវបានរុញចូលទៅក្នុងយានដ្ឋានរបស់ Matt ហើយគេក៏ចាប់ផ្ដើមរុះរើវាចេញទាំងអស់ពេលដែលទើបតែលើកឡានឡើងភ្លាមបញ្ហាក៏លេចចេញមកតែម្ដងបន្ទាប់ពីពិនិត្យរួច Matt បានរកឃើញថាប្រព័ន្ធបូមខាងមុខបានវាយខូចខាតទាំងស្រុង Control Arm ក៏ខូចទ្រង់ទ្រី Tie Rod ក៏បាក់ហើយកង់ថែមទាំងកងជាប់នឹង Inner Fender ទៀតផងកម្លាំងប៉ះទង្គិចនេះបានធ្វើឲ្យគ្រោងឆ្អឹងក្រោមរថយន្តវាយតែម្ដងប៉ុន្តែការវាយនេះក៏មិនមែនជារឿងអាក្រក់ទាំងស្រុងដែរពីព្រោះគ្រឿងបំលាស់មិនបានបាក់បែកដែលមានន័យថាកម្លាំងប៉ះទង្គិចត្រូវបានបញ្ចេញនៅត្រង់កន្លែងនេះមិនបានបន្តទៅដល់ផ្នែកជ្រៅៗផ្សេងទៀតឡើយចំណែកឯ Hana ក៏ចាប់ផ្ដើមដោះបន្ទះប្រការក្រោមរថយន្តហើយបានរកឃើញថាមានគ្រាប់ខ្ចៅជាច្រើនបានច្រែកអស់ហើយទោះបីរថយន្តនេះទើបតែមានអាយុ18ខែក៏ដោយក៏គ្រាប់ខ្ចៅនៅផ្នែកខាងក្រោមត្រូវបានបំផ្លាញដោយជាតិអំបិលដែលគេបាចលើផ្លូវយ៉ាងច្បាស់បន្ទាប់ពីនេះទៅ Matt នឹងមានការងាររវល់ខាងហើយព្រោះគាត់ត្រូវរុះរើប្រព័ន្ធខាងមុខចិនទាំងអស់រួមមានទាំងម៉ាស៊ីនប្រអប់លេខប្រព័ន្ធបូមបំពង់ស៊ីបាំងនិងដុំពងដែលត្រូវតែដោះចិនទាំងអស់ដើម្បីអាចកែតម្រូវ subframe និងគ្រោងឆ្អឹងក្រោមរថយន្តដែលខូចទ្រង់ទ្រាយបានជាដំបូងគឺដោះកង់គេអាចមើលឃើញយ៉ាងច្បាស់ថាជើងក្រោមរបស់រថយន្តបានរុញចូលទៅក្នុងទាំងស្រុងប៉ុន្តែប្រការក្នុងក្តោបកង់ក៏មានការខូចខាតដែរប៉ុន្តែផ្នែកខាងក្នុងផ្សេងទៀតនៅមានសភាពល្អបន្ទាប់មកទៀតគឺការរុះរើកុំម៉ាស៊ីនមិនសម្រេចចិត្តប្រើវិធីសាស្ត្រដដែលដូចដែលគាត់ធ្លាប់បានរុះរើ RS6 ពីមុនគាត់ចាប់ផ្ដើមផ្ដាច់ខ្សែ ABS ខ្សែសញ្ញាប្រាប់ពីការសឹករបស់ហ្វ្រាំងនិងខ្សែដីបន្ទាប់មកព្យួរដុំហ្វ្រាំងទុកដើម្បីជៀសវាងការហូរប្រេងចេញហើយក៏ត្រូវប្រកាយចានហ្វ្រាំងសេរ៉ាមិកដ៏មានតម្លៃនេះផងដែរចានហ្វ្រាំងតែមុងចំហៀងមានតម្លៃរហូតដល់5000ផោនឯណោះបើប៉ះឲ្យខូចគឺខាតធំហើយបន្ទាប់មកទៀតគឺប្រព័ន្ធបូមខ្យល់ដែលខ្សែទុយោទាំងអស់ត្រូវតែបញ្ចេញខ្យល់ចេញនៅមួយខាងទៀតឪពុករបស់គាត់ក៏កំពុងធ្វើការស្រូបគ្នាដែរគាត់កំពុងត្រៀមបញ្ជាម៉ាស៊ីននិងប្រអប់លេខចេញមកទាំងគុំ